គេកំពុងតែស្រោចដំណាំពោតនេះជាដំណាំពោតដែលកសិករគាត់បានដាំបងប្អូនមើលទៅគេកំពុងតែស្រោចដោយប្រើទយោហើយនឹងមានបំពង់មេមួយហើយវាបាញ់ដាក់តាមរងណាតំណងដូចមេឃភ្លៀងអញ្ចឹងធ្វើឲ្យដំណាំពោតលូតលាស់ល្អបើសិនជាយើងអត់ស្រោចនៅរដូវប្រាំងវាធ្វើឲ្យពោតនឹងក្រិនឬក៏វាមិនលូតលាស់ទេចឹងហើយគាត់បានស្រោច2-3 ថ្ងៃម្ដងឬក៏ដីវានៅសើមក្រោមវាបានយូរចឹងទៅអាចមួយអាទិត្យទេឆោតម្ដងទៅតាមភាពជាក់ស្ដែងនិងបទពិសោធន៍ដែលគាត់ធ្លាប់តាមបើសិនជាយើងទៅមានដីហើយយើងអត់ធ្វើអីយើងអាចដាំដំណាំពោតពីបានពីព្រោះខែប្រាំងអញ្ចឹងវាបានថ្លៃស្រួលលក់ទៀតនៅក្នុងភូមិអីគេហូបពោតស្ងោរពោតអាំងធ្វើបង្អែមវារួមមកមានប្រយោជន៍តាំងពីដើមហើយគេយកទៅវាយក្នុងម៉ាស៊ីនធ្វើផ្អកដើមពោតទុកឲ្យគោឬក៏យើងច្រាំវាខ្លីៗទៅឲ្យគោបានដើមក៏លក់ផ្លែក៏លក់អញ្ចឹងគឺបើសិនជាដាំបានគឺបានចំណូលចាស់ទៅអត់ជប់ប្រកបអាជីវកម្មឲ្យគេជារូបគេអាចមានដីហើយមានទឹកកំពុងតែបាញ់ទឹកឬក៏ដងជីកក៏បានដែរវាមានម៉ូទ័រឬក៏ម៉ាស៊ីនហើយគេដាក់ដៃដាក់យកទៅក្រោមទៅហើយគេចងគេបូមឡើងបានយកស្រោចអាចចូលចិត្តណាឃើញធ្វើរបៀបនេះគឺចូលចិត្តឈប់បើកឡានអីយើងអាចទៅផ្ទះហើយប្រកបរបរកសិកម្មនេះតាមពោតខ្លះទៅដាក់មកដងដីកពោតសក់ឲ្យនេះឯងទៅកាន់ហូបបាទយើងមានដំណាំពីនេះបន្តិចទៅយើងអាចហូបបានហើយអរគុណសម្រាប់ការទស្សនាវីដេអូកសិករស្រោចដំណាំពោតហើយក៏ដល់ទីបញ្ចប់ផងដែរអរគុណច្រើនជម្រាបលា